ប្អូនចង់រកស៊ីហើយមិញប្អូនសួរបងថាគួរតែចេញរកស៊ីភ្លាមឬក៏ទៅធ្វើការឲ្យគេសិនហើយបន្តមកទៀតចាំរកស៊ីសំណួរបងសួរអញ្ចឹងមែនទេហ្នឹងហើយបច្ចុប្បន្ននេះប្អូនអត់មានឪពុកម្ដាយជាអ្នករកស៊ីទេអញ្ចឹងតាមស្ថានភាពប្អូនបងលើកទឹកចិត្តឲ្យទៅធ្វើការឲ្យគេសិនស្ថានភាពប្អូនណាចម្លើយនេះសម្រាប់ស្ថានភាពប្អូនដែលអត់មានឪពុកម្ដាយជាអ្នករកស៊ីមានយុវជនខ្លះគាត់កើតមកមានឪពុកម្ដាយជាអ្នករកស៊ីហើយអញ្ចឹងគាត់អាចទៅរៀនសូត្រពីឪពុកម្ដាយធ្វើការឲ្យឪពុកម្ដាយអញ្ចឹងទៅចាឥឡូវនិយាយស្ថានភាពប្អូនអញ្ចឹងម្ដងទៀតចម្លើយខ្លីគឺលើកទឹកចិត្តឲ្យទៅធ្វើការឲ្យគេសិនប៉ុន្តែត្រូវចិញ្ចឹមចិត្តទៅធ្វើការដើម្បីអីបងនិយាយច្រើនណារៀនបាទជាទូទៅពេលដែលយើងនិយាយថាអូទៅធ្វើការឲ្យគេសិនបន្តមករកស៊ីមនុស្សមួយចំនួនធំអាចគិតដល់ត្រឹមទៅធ្វើការដើម្បីសន្សំលុយជាដើមទុនមួយដែលចាំបាច់ប៉ុន្តែអាដើមទុនដែលចាំបាច់ហ្នឹងមិនមែនមានតែលុយទេដើមទុនគូក្បាលគំនិតចំណេះជំនាញនៅក្នុងគូក្បាលអញ្ចឹងយើងទៅហ្នឹងចិញ្ចឹមចិត្តទៅរៀនឲ្យចូលបើទៅរៀនឲ្យបានលុយទៀតយើងទៅធ្វើការយើងផ្ដោតទៅលើការរៀនយើងប្រឹងស្វែងយល់ដល់ខែបាក់ប្រាក់ខែអញ្ចឹងយើងសន្សំបានទាំងលុយបានទាំងចំណេះជំនាញឃើញទេអាពីរហ្នឹងសុទ្ធតែសំខាន់អញ្ចឹងកុំគិតឃើញតែលុយផ្ដោតមុនគេដំបូងគេធំបំផុតគឺចំណេះជំនាញអញ្ចឹងបើកន្លែងការងារណាដែលយើងមើលទៅទំនងថាអាចផ្ដល់ចំណេះជំនាញឲ្យយើងបានហើយប្រាក់ខែមិនសូវជាខ្ពស់ទេទៀបជាងអាមួយកន្លែងមួយទៀតនោះក៏យកអាកន្លែងទី1នោះទៅបើបងឯងគិតថាកន្លែងហ្នឹងល្អហើយមេគេនោះទំនងចេះច្រើនព្រោះយើងចង់ទៅរៀនចឹងឲ្យអត្ថប្រយោជន៍ទៅលើការរៀនស្ដាប់តនេះបង